សាច់ងាវthêmទឹកស៊ីអ៊ូជាមួយនឹងដើមភ្លឹងកង្កែបកូរ៉េខ្ញុំចូលចិត្តញ៉ាំដើមនឹងខ្លាំងបងប្អូនដោយសារតែក្លិនរបស់វាខ្ញុំចូលចិត្តក្លិនវាខ្លាំងមែនតើប្រហែលថ្ងៃមុនបងថ្លៃគាត់ប៉ាវបាយនាំទៅញ៉ាំនៅហាងរបស់មិត្តភក្តិគាត់ហើយមកហូបបន្ទាប់បន្សំរបស់គេចេញមកគឺងាវthêmទឹកស៊ីអ៊ូនឹងបងប្អូនកាលមុនខ្ញុំធ្លាប់ធ្វើញ៉ាំដូចគ្នាប៉ុន្តែអត់ដែរនៅឃើញចង់ធ្វើម្ហូបនឹងញ៉ាំសោះដោយសារតែពេលដែលនៅលក់នឹងគឺធ្វើច្រើនដងច្រើនលើកច្រើនសារពេកទៅលក្ខណៈថាយើងលេងនឹកឃើញឆ្លៀនចង់ញ៉ាំហ្មងបងប្អូនបន្ទាប់ពីបានញ៉ាំនៅហាងបាយគេហើយក៏នឹកឃើញចង់ញ៉ាំទៀតនឹងចែកម្លែកវិធីធ្វើនឹងតែបងប្អូនដូចគ្នាដំបូងយើងលាងងាវនឹងឲ្យស្អាតមកចាបន្ទាប់មកយកវាមកសោសជាមួយនឹងទឹកក្តៅតែ2-3នាទីឯបានឯបងប្អូនហើយយកមកលាងជាមួយទឹកត្រជាក់ទឹកកាន់តែត្រជាក់កាន់តែល្អម៉ាម៉ាមកលេងចៅចំពេលល្មមឲ្យម៉ាម៉ាគាត់ជួយបេះសាច់ងាវចេញពីសបកទៅហើយខ្ញុំមករៀបចំដើមភ្លើងកែបនេះម្ដងដើមភ្លើងកែបនឹងកាត់ខ្លីៗវែងអីតាមចំណូលចិត្តរបស់បងប្អូននិយាយទៅកាត់មួយថ្នាំងដៃពីថ្នាំងដៃទៅបងប្អូនចាវែងកន្លែងនេះមកស្រួលញ៉ាំដោយសារតែសាច់ងាវខ្លះនៅជាប់ផុកជាប់ខួរអញ្ចឹងឯងត្រូវយកមកលាងទឹកម្សៅទៀតដើម្បីឲ្យស្អាត100%ខ្លាច់ញ៉ាំទៅចំសបកខួរហើយបងប្អូនបន្ទាប់មកខ្ញុំយកមកលាយជាមួយនឹងគ្រឿងដែលទឹកស៊ីអ៊ីវដែលខ្ញុំដាក់ហ្នឹងគឺទឹកស៊ីអ៊ីវដែលមានឈ្មោះថាជីនខាន់ចាំងចាអត់មិនបានទេទឹកស៊ីអ៊ីវហ្នឹងហើយក៏បន្ថែមស្រាបាច់ក្លិនចូលទៅបន្តិចទឹកស្ករសម្រាប់ធ្វើម្ហូបជាមួយនឹងទឹកខ្មេះក៏ខ្ញុំដាក់ចូលបន្តិចដែរបងប្អូនទឹកខ្មេះផ្លែប៉ោមណាព្រោះអីខ្ញុំត្រូវបន្ថែមជាមួយទឹកគីប៊ុយត្រាំចូលអញ្ចឹងបងប្អូនដែលអត់មានទឹកគីប៊ុយត្រាំអាចដាក់ទឹកខ្មេះធម្មតាបានតែកុំភ្លេចដាក់ខ្ទឹមសជាមួយនឹងទឹកចូលទៅដែរចាទឹកក្តៅដែលយើងដាំពុះហ្នឹងដាក់វាចូលមកល្មមហើយភ្លក់មើលទៅខ្វះគ្រឿងឲ្យបងប្អូនអាចបន្ថែមបានបើខ្ញុំដាក់ទឹកស្ករសម្រាប់ធ្វើម្ហូបហ្នឹងតិចពេកហើយខ្ញុំក៏បន្ថែមស្ករសចូលតាមក្រោយដែរបងប្អូនដែលអត់មានទឹកស្ករសម្រាប់ធ្វើម្ហូបទេដាក់តែស្ករសធម្មតាអីក៏បានដែរបងប្អូនហើយយើងភ្លក់មើលទៅបើសិនជាត្រូវរសជាតិដែលយើងចង់បានហើយចាំដាក់ភ្លឹងកែបចូលជាមួយនឹងម្ទេសចាបងប្អូនចូលចិត្តញ៉ាំហឹលអីដាក់ម្ទេសឲ្យច្រើនទៅចាញ៉ាំដឹងថាជក់មាត់សាហាវមកបើចូលចិត្តក្លិនរបស់ដើមភ្លើងកែបធ្វើឲ្យភ្លាមញ៉ាំភ្លាមក៏ឆ្ងាញ់ដែរបងប្អូនតែបើអត់សូវចូលចិត្តក្លិនវាទេទុកឲ្យចូលជាតិសិនចាំញ៉ាំរសជាតិកាន់តែឆ្ងាញ់សម្រាប់គ្រឿងផ្សំទាំងអស់ហ្នឹងវិញបងប្អូនអាចកំងបាននៅពេកហាគីមជីមានលក់គ្រឿងទេសកូរ៉េដែលខ្ញុំធ្វើម្ហូបគ្រប់មុខទាំងអស់និយាយចុះនិយាយឡើងភ្លេចប្រាប់ពីរសជាតិម្ហូបនេះទៅបងប្អូនរសជាតិជូរអែមប្រៃហឹរតិចនិយាយទៅឆ្ងាញ់ហ្មងបងប្អូន